ព្រមរៀបការជាមួយនឹងប្រពន្ធស្រីតាមម្ដាយឪពុកចូលទៅដឹងឲ្យប៉ុន្តែចុងក្រោយគាត់ក៏ទៅសម្រាប់ខ្លួនជាមួយនឹងគូស្នេហ៍ដែលស្រឡាញ់ភេទដូចគ្នារបស់គាត់ទៅវិញចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាសិតប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិរបស់គាត់ហើយកើតឡើងទៅលើមិត្តភក្តិរបស់គាត់កាលពីឆ្នាំ2013បងប្រុសរបស់គាត់គឺមានមិត្តភក្តិម្នាក់ដែលគាត់នឹងគឺជាអ្នកដែលស្រឡាញ់ភេទដូចគ្នាទេគ្នាប៉ុន្តែបើទោះបីជាគាត់ស្រឡាញ់ភេទដូចគ្នាចឹងក៏ដោយប៉ុន្តែអត់មានពីណាគេដឹងរឿងរ៉ាវរបស់គាត់នឹងទេមិនថាបងប្អូនសាច់ញាតិឬក៏អ្នកនៅក្នុងភូមិមានតែបងប្រុសរបស់សិតតែបានដឹងរឿងរ៉ាវអស់ហ្នឹងដោយសារតែគាត់គឺជាពួកម៉ាក់មួយគ្នាហ្នឹងណាតាំងពីពួកគាត់រៀននៅបឋមមកម៉ែហើយណាមួយទៀតពួកគាត់ទាំងអស់គ្នាគឺរស់នៅក្នុងភូមិសុខជាមួយគ្នាអីចឹងទៅសូម្បីតែគូស្រែរបស់គាត់ដែលស្រឡាញ់ភេទដូចគ្នាហ្នឹងណាក៏រស់នៅក្នុងភូមិសុខនឹងជាមួយគ្នានឹងដែរប៉ុន្តែអត់មានពីណាគេដឹងឮទេគេតែងតែគិតថាវានឹងគឺជាមិត្តភក្តិគ្នាអីចឹងណាអត់មានពីណាគេដែរសួរនាំឬក៏ខ្វល់ខ្វាយអីទេទាំងអស់គ្នាចំណែកឯឪពុករបស់ប្រុសម្នាក់ហ្នឹងគឺរឹតតែមិនបានដឹងរឿងរ៉ាវរបស់កូនប្រុសរបស់គាត់នឹងឯងសិតដំបូងគឺគាត់បានដឹងរឿងរ៉ាវបងប្រុសម្នាក់ហ្នឹងស្រឡាញ់ភេទដូចគ្នាអីចឹងទេទាំងអស់គ្នាប៉ុន្តែបងប្រុសរបស់គាត់ក៏យករឿងមកប្រាប់គាត់អីចឹងណាប៉ុន្តែគឺបានហាមដែរថាចាបើសិនជាឯងដឹងហើយកុំយករឿងហ្នឹងប្រាប់អ្នកគេតទៀតអញ្ចឹងសិតពេលហ្នឹងពេលដែលគាត់ដឹងទាំងអស់គ្នាគឺគាត់អត់មានបានប្រាប់អ្នកគេទេហើយគាត់គឺពិតជាចូលចិត្តបងប្រុសម្នាក់ហ្នឹងទេដោយសារតែពេលហ្នឹងគឺគាត់ស្អប់តែស្រឡាញ់ភេទដូចគ្នាខ្លាំងណាស់ទាំងអស់គ្នាឮតែគេស្រឡាញ់ភេទដូចគ្នាអញ្ចឹងគឺគាត់អង្គុយសើចគាត់អស់ស្នេហ៍គាត់ចូលចិត្តហ្មងទាំងអស់គ្នាតែក្រោយមកទៀតនេះបងប្រុសម្នាក់ហ្នឹងដោយសារតែគាត់លាក់អត្តសញ្ញាណរបស់ខ្លួនឯងហ្នឹងណាតែឪពុករបស់គាត់ក៏បានចូលទៅដឹងប្រពន្ធឲ្យគាត់តែប្រពន្ធដែលត្រូវចូលទៅដឹងហ្នឹងគឺអ្នកនៅក្នុងភូមិផ្សេងទេប៉ុន្តែស្ថិតនៅក្នុងស្រុកជាមួយនឹងសិតអីអស់ហ្នឹងដែរទាំងអស់គ្នាអញ្ចឹងពេលទៅចូលទៅដឹងទៅហ្នឹងបងប្រុសម្នាក់ហ្នឹងក៏ព្រមចូលទៅដឹងដូចធម្មតាអញ្ចឹងគាត់ធ្វើរកពេលជាមកគឺដូចធម្មតាដូចអីអញ្ចឹងអត់មានអ្នកគេដឹងសោះហ្មងអញ្ចឹងក៏ចូលទៅដឹងចូលអីអញ្ចឹងទៅប៉ុន្តែក្រោយពីថ្ងៃចូលទៅដឹងហើយនេះបងប្រុសម្នាក់ហ្នឹងក៏បានយករឿងបង្ហាញចិត្តហ្នឹងមកប្រាប់បងប្រុសរបស់សិតដល់ផ្ទះហ្មងប្រាប់គាត់យំផងអីផងគាត់អនុទាំងសង្សាររបស់គាត់ដែលជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាហ្នឹងហើយគាត់មិនដំណើររបស់គាត់ដែរគាត់ដឹងថាសម្រាប់ចិត្តថាបែបណាទេអញ្ចឹងបងប្រុសរបស់សិតគាត់ប្រាប់ទៅវិញថាស្រឡាញ់អីរឿងហ្នឹងទៅកុំខ្វល់ខ្វាយកុំគិតគូរពីអ្នកផ្សេងច្រើនពេកប្រយ័ត្នមានបញ្ហាផ្លូវចិត្តហើយណាមួយទៀតបើសិនជាគាត់កុហកខ្លួនឯងរៀបការមួយប្រពន្ធស្រីអ្នកនៅរោគតុបគឺជាប្រពន្ធស្រីរបស់គាត់នឹងឯងប៉ុន្តែបងប្រុសហ្នឹងគាត់នៅតែប្រកាន់គំនិតថាចែកគាត់ពិតជាចង់សងគុណម្ដាយរបស់គាត់ខ្លាំងណាស់ហើយបើសិនជាការរៀបការរបស់គាត់នឹងពិតជាអាចសងគុណម្ដាយរបស់គាត់បានគាត់ព្រមរៀបការជាមួយព្រមអីចឹងដល់គ្នាអញ្ចឹងដោយសារតែគូស្នេហ៍ទាំងពីរនេះដែលដាក់ស្លាយផែដូចគ្នាហ្នឹងគឺគាត់អត់មានសិទ្ធិសម្រេចនៅក្នុងការជ្រើសរើសគូស្នេហ៍ហ្នឹងទេគាត់បានសម្រេចយកអោបគ្នាចឹងទៅហើយចំណែកបងប្រុសម្នាក់ហ្នឹងគាត់ក៏ទៅរកខាងកូនស្រីខាងគូតដឹងរបស់គាត់ហ្នឹងជារឿយៗអីចឹងដែលដោយសារឃើញថាកូនពីអ្នកចោះសម្រងគ្នាគាត់ហ្នឹងក៏សម្រេចចិត្តឲ្យកូននឹងឆាប់រៀបការមួយគ្នាដោយគេពលឿននៅសល់តែមួយខែទៅដល់ថ្ងៃរៀបការអីចឹងដល់គ្នាក្រោយពេលដែលគាត់នេះគេពលឿនថ្ងៃរៀបការរួចអីរួចនេះសល់តែមួយអាទិត្យទេដល់ថ្ងៃចូលរោងការហើយគាត់ស្រាប់តែបែករឿងគាត់ស្លាប់ភេទដូចគ្នាដោយសារតែខាងស្រីវាអត់សូវទុកចិត្តចឹងគេក៏រៀងតាមដានបងម្នាក់ហ្នឹងមកឃើញថាបងម្នាក់ហ្នឹងគាត់ដេកនៅក្នុងបន្ទប់មួយជាមួយគូស្នេហ៍របស់គាត់នេះដែលស្លាប់ភេទដូចគ្នាហ្នឹងគឺដេកនៅទៅបងសិនទៅគួរយកអត់បានទេគឺខំលោឡាខ្លាំងមែនតើចំណែកដល់ពុករបស់ប្រុសម្នាក់ហ្នឹងបើទោះបីជាគាត់បានដឹងរឿងរ៉ាវនឹងគាត់មែនប៉ុន្តែគាត់ត្រូវតែបង្ខំកូនរបស់គាត់ឲ្យរៀបការជាមួយណាមួយក៏អត់ខាងស្រីគាត់ថាមិនសិនជារៀបការទេខាងស្រីត្រូវខាតច្រើនហើយទៅមានបញ្ហាមានអីចឹងណាគឺយ៉ាងមិនក្រៅត្រូវទៅរៀបការអីចឹងទៅបងប្រុសម្នាក់ហ្នឹងទាំងអស់គ្នាគឺគាត់របៀបថានៅពេលដែលគេសួរនាំដេញតោចានគាត់ក៏ព្រមរៀបការថារៀបការទៅតាមដំណើរតាមអីចឹងទៅប៉ុន្តែមុនថ្ងៃចូលរោង2ថ្ងៃទាំងអស់ហ្នឹងដល់គឺបាត់បងប្រុសម្នាក់ចេញពីផ្ទះបាត់ចេញពីផ្ទះមកខាងស្រីនឹងហ្មងនៅកន្លែងរោងការក៏រត់ឃើញត្រឡប់មករកនៅផ្ទះនៅស្រុកវិញក៏រកអត់ឃើញដែរមករកនៅក្នុងផ្ទះនៅក្នុងភូមិហ្នឹងគឺរកអត់ឃើញទេម៉ែឪរបស់គាត់គឺថាតែមិនសួរបងបើសិនទៀតសួរថាឃើញកូនគាត់អត់អីអត់អញ្ចឹងណាជួយប្រាប់គាត់ផងកម្លាក់បានតែរកអត់ឃើញទេហើយមិនបាត់តែម្នាក់ឯណាគឺបាត់ទាំងពីរនាក់គូស្នេហ៍ដែលគាត់ស្លាប់ភេទនេះគឺបាត់ទៅទាំងពីរនាក់នឹងឯងគឺម្នាក់គឺតាមរកគាត់ខ្លាំងរកខ្លាំងមែនតើទាំងអស់គ្នាប៉ុន្តែគឺរកអត់ឃើញទេដល់ថ្ងៃចូលរោងការមកដល់មែនតើហ្មងគឺនៅតែរកអត់ឃើញទៀតប៉ុន្តែកន្លែងដែលគេរកឃើញគឺជាកន្លែងដែលគាត់សម្រាប់ខ្លួនវិញកន្លែងដែលគាត់សម្រាប់ខ្លួនគឺអត់មានពីណាឆ្ងាយទាំងអស់គ្នាគឺនៅក្នុងភូមិនឹងដែរគឺនៅដីចការរបស់គាត់ខ្លួនឯងនឹងដែរប៉ុន្តែគាត់សម្រាប់ខ្លួននៅក្នុងខ្ទមចការនៅក្នុងហ្នឹងហើយខ្ទមចការគឺនៅតាមផ្លូវដែលគេទៅសាលាទៅអីជារៀងរាល់ថ្ងៃនៅក្នុងភូមិនឹងទៀតនេះអត់មានពីណាគេដឹងរឿងរ៉ាវនេះសោះពេលគេចូលទៅមើលទៅគឺឃើញសាកសពរបស់គាត់ទាំងអស់គ្នាគឺដេកស្លាប់ទាំងពីរនាក់ហើយតាមដែលប៉ូលីសសន្និដ្ឋានទៅគឺពួកគាត់គឺលេបស្លាប់កណ្ដោសម្រាប់ខ្លួននឹងឯងអញ្ចឹងរឿងរ៉ាវគូស្នេហ៍ដូចគ្នាហើយសម្រាប់ខ្លួនហ្នឹងគឺល្បីខ្លាំងមែនតើចំណែកខាងស្រីគឺខឹងណាស់ទាំងអស់គ្នាគឺខំយកតំណែងតែហ្មងទី1គឺនៅសុកមកយកពីរបៀបគាត់មួយរឿងរ៉ាវហ្នឹងទី2គឺគេលក្ខណៈមានអារម្មណ៍ថាចេះមួយថ្ងៃទៅត្រូវរៀបការហើយចុងក្រោយមកជួបរឿងអាកសោអញ្ចឹងគឺគេត្រូវមានម៉ាយខាងស្រីអញ្ចឹងគឺគេរៀងខំរៀងអីចឹងទៅអញ្ចឹងសិតពេលហ្នឹងពេលដែលគេរកឃើញសាកសពហ្នឹងគាត់បានទៅមើលទេគាត់លឺទៅបងប្រុសរបស់គាត់និយាយអញ្ចឹងណាចំណែកបងប្រុសរបស់គាត់គឺបានត្រឹមតែយំសោកស្ដាយមិនភ័ក្រអីចឹងទៅទាំងអស់គ្នាអញ្ចឹងក្រោយពីការស្លាប់គាត់បានថាជាខ្ទង់កន្លះខែ
ដូចនិយាយចឹងទាំងអស់គ្នាតាមផ្លូវដែលគាត់សម្រាប់ខ្លួនហ្នឹងគឺវានៅជាប់ជាមួយនឹងផ្លូវដែលគាត់តែគេទៅសាលាជារៀងរាល់ថ្ងៃអញ្ចឹងសិតគាត់ត្រូវធ្វើដំណើរឆ្លងកាត់ទៅសាលាហ្នឹងជារៀងរាល់ថ្ងៃដែរពេលថ្ងៃពេលអីគាត់ធ្វើដំណើរដូចធម្មតាគឺគាត់អត់ខ្លាចទេប៉ុន្តែចាប់តាមចូលមក6 7យប់គឺគាត់ចាប់តាមខ្លាចនៅផ្លូវហ្នឹងនឹងឯងដោយសារតែគាត់ធ្លាប់បានឮគេនិយាយថាឲ្យតែយប់ឡើងគឺឮសលេងយំចេញពីក្នុងដីឆ្កាហ្នឹងជាពិសេសគឺឮសលេងស្រែកយំចេញពីក្នុងខ្ទមមួយនឹងឯងអញ្ចឹងណាអញ្ចឹងមិនសិតគាត់ថាចេះបងប្រុសម្នាក់ហ្នឹងគាត់ស្គាល់ដែរអញ្ចឹងប្រហែលជាគាត់មិនធ្វើអីគាត់ទេអញ្ចឹងគាត់ធ្វើដំណើរប៉ុន្តែគាត់ព្យាយាមបញ្ជាឲ្យធ្វើដំណើរដល់ពេលយប់មកទេទាំងអស់គ្នាប៉ុន្តែចៃដន្យអីនៅពេលនោះដោយសារតែកង់របស់គាត់ត្រូវជិះមួយពួកម៉ាក់គាត់អញ្ចឹងពេលដែលជួលពួកម៉ាក់គាត់ទៅផ្ទះរួចគាត់ត្រូវជិះកង់ត្រឡប់ពីសាលាមកវិញពេលដែលគាត់ជិះមកវិញគឺត្រូវកាត់តាមផ្លូវហ្នឹងនៅមកអាចក្នុងចិត្ត7យប់អត់ថានៅតាមផ្លូវអាមុខចង្ការហ្នឹងគឺអត់មានតាមជាជនទេគឺមានតែចង្ការហ្នឹងឯងហើយក៏អត់មានភ្លើងអត់មានអីដែរទាំងអស់គ្នាគឺវាល្ងឹតខ្លាំងមែនតើពេលដែលគាត់ជិះមកពីឆ្ងាយនេះគាត់សម្រាប់មកថាចេះបើសិនជាជិះមកដល់មុខចង្ការនឹងពេលណាគាត់ត្រូវធាក់កង់ឲ្យលឿនគាត់ទាំងអស់គ្នាគាត់ជិះមកដល់នឹងខ្យល់គឺបក់ខ្លាំងមែនតើបក់ដល់ថ្នាក់គាត់សឹងដួលកង់ណាប៉ុន្តែគាត់ព្យាយាមធាក់កង់មកគាត់ធាក់កង់មកដល់មុខហ្នឹងដល់មុខចង្ការនឹងភ្លាមលឺសលេងយំលឺសលេងយំខ្លាំងមែនតើណាហើយសលេងយំនោះគឺមិនមែនតែម្នាក់ទេសលេងយំដល់តែ2នាក់ហើយគាត់ថាគាត់លឺសលេងយំប៉ុណ្ណឹងណាគឺគាត់ព្រឺក្បាលរឹងដៃរឹងជើងសឹងតែធាក់កង់ទៅមុខអត់រួចទេប៉ុន្តែគាត់ព្យាយាមធាក់រហូតដល់ផ្ទះពេលដល់ផ្ទះវិញគាត់ប្រាប់បងប្រុសគាត់ថាខ្វល់ទៅប្រាប់បងឯងខ្ញុំលឺសលេងយំលឺសលេងអីចឹងទៅទាំងអស់គ្នាអញ្ចឹងនៅក្នុងយប់នោះគាត់ដេកបន្ទប់បងប្រុសគាត់ទៀតដេកអញ្ចឹងបងប្រុសគាត់ក៏បាននិយាយរឿងរ៉ាវរបស់បងប្រុសគាត់បានជួបបងប្រុសគាត់ថាចេះហើយមកដេកជាមួយអញណាហើយនឹងមកយកឲ្យទៅរាល់ជប់ឡើងប៉ុន្តែបងអញតែទៅចូលក្នុងបន្ទប់ដេកជាមួយអញចឹងទៅពេលហ្នឹងគឺគាត់មិនដឹងថាបងប្រុសគាត់និយាយលេងឬក៏និយាយមែនទេទាំងអស់គ្នាដោយសារតែបន្ទប់បងប្រុសគាត់គឺនៅជាន់ខាងក្រោមផ្ទះបងគាត់គឺជាផ្ទះឈើ2ជាន់ហើយអាឈើនោះគឺនៅខាងលើថ្មគឺនៅខាងក្រោមហើយបងប្រុសដែលដាក់ស្លាកភេទដូចគ្នាហ្នឹងនៅពេលដែលមកនៅពេលដែលមករបងប្រុសបើសិនគាត់តែអង្គុយនៅបន្ទប់ខាងក្រោមហ្នឹងឯងអញ្ចឹងគាត់អារម្មណ៍មួយគាត់គិតថាចេះបងប្រុសគាត់និយាយការពិតទៅមួយទៀតគាត់ថាបងប្រុសគាត់និយាយលេងទេគាត់ក៏ព្យាយាមដេកក្នុងបន្ទប់បងប្រុសគាត់ធ្វើដូចធម្មតាព្រោះដល់គាត់ដេកនៅខាងលើជាមួយនឹងម៉ាក់គាត់ទេប៉ុន្តែលើកនេះគាត់ដេកនៅខាងក្រោមទាំងអស់គ្នាដោយសារគាត់ខ្លាចអញ្ចឹងណាទើបគាត់ដេកនៅខាងក្រោមបងប្រុសគាត់ដេកហ្នឹងគឺបងប្រុសគាត់នៅតែបន្តនិយាយចឹងថាចេះហើយចាំមើលយប់តិចទៀតដល់ចូលដល់ម៉ោង2ដល់ម៉ោង1គាត់ប្រាប់មកអាចចូលក្នុងបន្ទប់អង្គុយមួយអញដែរអង្គុយនិយាយគ្នាអញចឹងទៅអញ្ចឹងគាត់ព្យាយាមធ្វើធម្មតាគាត់គិតថាបងប្រុសគាត់អស់គាត់ស្ងប់ដេកតែទាំងអស់គ្នាមិនកាត់ចូលដល់ម៉ោងអាចក្នុងចិត្ត2ដល់ភ្លាមលឺសលេងគោះទ្វារទុកលឺសលេងគោះទ្វារគ្រាន់តែសិតគាត់លឺសលេងគោះទ្វារនឹងភ្លាមអស់គ្នាគាត់ភ្ញាក់ដឹងខ្លួនអោបខ្លួនឯងរឹងខ្លួនហ្មងអោបរឹងខ្លួនហ្មងណាអញ្ចឹងគាត់អោបរឹងខ្លួនលឺសលេងគោះទ្វារទុកលឺសលេងគោះទ្វារនឹងទៀតហើយលឺសលេងគោះទ្វារគាត់សាប់របស់ប្រុសគាត់ដើរចុះពីលើក្រេតបាក់ទ្វារពេលរបស់ប្រុសគាត់ដើរចុះពីលើក្រេតបាក់ទ្វារនេះគឺសិតគាត់ស្រែកមកកំហឹងស្រែកមកថាកុំឲ្យចូលបងប្រុសគាត់បាក់ទ្វារធំខាងទៅគឺជាម៉ាក់របស់គាត់ទេម៉ាក់របស់គាត់គោះទ្វារឲ្យគាត់ទៅមើលខាងក្រោយទេមិនមែនពីណាគេទេហើយបងប្រុសគាត់ក៏ប្រាប់ដែរថាចេះគាត់និយាយលេងទេមិនថាបងគាត់អត់មានបាន100គាត់ទេហើយធម្មតាផ្ទះរបស់យើងនៅអញ្ចឹងគឺយើងអត់ធូបធ្វើបន់ធ្វើអញ្ចឹងគឺអត់មានពីណាគេចូលក្នុងនឹងបានទេជាពិសេសគឺពួកអាមនុស្សអញ្ចឹងសិតគាត់រៀនធូរចិត្តអញ្ចឹងដោយសារគាត់គិតថាបងប្រុសគាត់និយាយលេងជាមួយគាត់អីចឹងទៅក្រោយមកទៀតអ្នកទាំងអស់គ្នានៅមកអាចក្នុង8យប់គាត់ជិះកង់ចូលមកក្នុងភូមិកាត់អាដីចកានឹងម្ដងទៀតហើយពេលដែលគាត់ជិះហ្នឹងណាដំបងគាត់ជិះគ្នា3នាក់គ្នាគាត់តែមិត្តភក្តិរបស់គាត់2នាក់ទៀតគឺគេជិះកង់មីគីអាកង់វាថាធាក់ទៅលឿនហាក់មានខាងក្រោយទេចំណែកកង់របស់គាត់គឺកង់មនុស្សស្រីដែលមានកែបនៅខាងក្រោយអញ្ចឹងកង់ហ្នឹងណាបងប្អូនកាន់តែធាក់គឺកាន់តែយឺតហើយណាមួយទៀតណាបើសិនជាហ៊ានក្រោកឈរធាក់អាចដាច់ច្បាក់អាចអីចឹងទៅអញ្ចឹងពេលជិះមកដល់កន្លែងហ្នឹងមិត្តភក្តិរបស់គាត់2នាក់ដោយសារកង់គេលឿនគេគាត់តែមកដល់មុខចកាព្រមគេធាក់កង់ទៅបាត់អស់លេខមកចំណែកសិស្សគាត់នៅក្រោយគេគាត់ព្យាយាមធាក់មួយដោយសារគាត់ខ្លាចកង់របស់គាត់ដាច់ច្បាក់គឺមានបញ្ហានឹងឯងអញ្ចឹងគាត់ជិះកង់មកទាំងគ្នាមកដល់មុខឆ្ងាយនឹងទៀតក៏ស្រាប់តែមានស្អីម្យ៉ាងធ្លាក់មកពីខាងដើមឈើខាងលើហ្នឹងហ្មងធ្លាក់មកព្រឹបនៅមុខកង់របស់គាត់ពេលដែលធ្លាក់ហ្នឹងគឺគាត់បានចាប់អារម្មណ៍ទេគាត់ព្យាយាមសុំតែលឺធាក់កង់ទៅមុខតែធ្លាក់ម្ដងទៀតធ្លាក់ព្រឹបម្ដងទៀតធ្លាក់ទាំងមុខធ្លាក់ទាំងក្រោយពេលដែលគាត់ងាកទៅមើលទៅអីដែលគាត់ឃើញទាំងអស់គ្នាគឺរូបភាពដ៏អសត់ខាងតែនគឺបងប្រុសដែលស្លាប់ទៅទាំងពីរនាក់ដែលស្លាប់ភេទដូចគ្នាហ្នឹងគឺម្នាក់ឈរមុខម្នាក់ឈរក្រោយរូបរាងរបស់ពួកគាត់គឺរូបរាងដូចធម្មតាអញ្ចឹងប៉ុន្តែអីដែលមិនធម្មតាគឺមាត់របស់ពួកគាត់ចំហផ្លេចរបស់គាត់បាក់ធំចែកផ្លេចរបស់គាត់គឺបាក់ធំមើលមកហ្មងហើយសិតដំបងទាំងអស់គ្នាដោយសារគាត់ជិះកង់ហ្នឹងគឺកង់គាត់មានភ្លើងទេគាត់មើលឃើញទេប៉ុន្តែនៅពេលមានម៉ូតូជិះកាត់ហ្នឹងគឺវាចាំងមកលើកន្លែងហ្នឹងហ្មងធ្វើឲ្យគាត់បានឃើញរូបរាងពីរនាក់ហ្នឹងច្បាស់ហើយអ្នកដែលគេជិះម៉ូតូគឺគេបានឃើញទេគេជិះកង់ទៅជិះម៉ូតូទៅហួសទៅបាត់ចឹងទៅចំណែកសិតទាំងអស់គ្នាគាត់បដួលកង់នឹងចោលរត់ទៅផ្ទះគាត់រត់ដល់ផ្ទះព្រាមគឺគាត់ទុំជង្គង់ដួលគាត់ឈឺគាត់ថាពេលហ្នឹងគាត់ឈឺរហូតដល់មកទឹកចប់គ្នាសក់របស់គាត់ក៏
ជ្រុះខ្លួនប្រាណរបស់គាត់គឺទទួលយកឲ្យបានទេមិនថាគាត់ខ្លាចមិនហាត់ការដែលគាត់បានឃើញលើកមុនគាត់បានត្រឹមឃើញតែឮតែសម្លេងទេប៉ុន្តែម្ដងគឺគាត់បានឃើញក្នុងរូបរាងទៅអីទៀតធ្វើឲ្យគាត់ទៅខ្លាចលើកឡើងនឹងឯងចំណែកបងប្រុសរបស់គាត់ក៏ប្រាប់ដែរថាចាពេលដែលគាត់ជិះកង់កាត់នៅតាមផ្លូវហ្នឹងគឺតែទៅលើសម្លេងមិត្តភក្តិរបស់គាត់ស្រែកហៅអាសាយចូលមកនេះអាសាយចូលមកនេះបងប្រុសរបស់គាត់ឈ្មោះសាយទាំងអស់គ្នាប៉ុន្តែបងប្រុសរបស់គាត់ព្យាធ្វើមិនដឹងឮព្រោះស្ដាប់មិនស្អីចឹងទៅក៏ជិះធូរអីចឹងណាចំណែកអ្នកផ្សេងទៀតគេក៏នៅតែត្រូវខ្វាច់វាំងឡងដូចគ្នានិយាយទៅគឺខ្វាច់គូស្រែកមីអើពួកគាត់ហ្នឹងគឺឡងគេឲ្យគេឃើញអីចឹងណាហើយពេលខ្លះទៅគឺអង្គុយយំនៅកណ្ដាលផ្លូវពេលខ្លះទៅអង្គុយយំលើដើមឈើដើមអីក៏មានដែរអ្នកនរគ្នារឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយរឿងចុងក្រោយខ្ញុំចង់ដាក់ទៅអ្នកនរគ្នាណាបើសិនជាអ្នកនរគ្នាគឺស្លាប់ភេទដូចគ្នាគួរតែទទួលស្គាល់ការពិតមិនបាច់គិតច្រើនទេមិនបាច់ខ្លាចតែត្រូវគេមើលងាយទេការរឿងដែលពួកគាត់កើតគឺក្នុងឆ្នាំ2012 2013អាចថាមិនទាន់មានអ្នកទទួលស្គាល់ទេប៉ុន្តែនេះគឺឆ្នាំ2025ហើយចង់អ្នកនរគ្នាស្លាប់ភេទដូចគ្នាឬក៏ស្លាប់អីក៏ជាសិទ្ធិរបស់អ្នកនរគ្នាដែរអត់មានអ្នកគេសើចយំទេហើយបើសិនជាមានគេសើចយំគឺមានតែគេស្ដីថាឲ្យថែមចឹងអ្នកនរគ្នាគួរតែទទួលស្គាល់ការពិតជាពិសេសដែលឪពុករបស់អ្នកនរគ្នាអីក៏ដោយបើសិនជាឃើញថាកូនស្លាញ់ភេទដូចគ្នាគួរតែព្រមតាមការសម្រេចចិត្តកូនព្រោះរឿងហ្នឹងគឺតើតងមកយុទ្ធច្បាប់របស់កូនអីចឹងណាបើមិនចង់ឲ្យមានការស្ដាយខាងពេលខាងទេអ្នកនរគ្នារឿងរ៉ាវមួយនេះគឺមានតែប៉ុណ្្នឹងដែរហើយនិយាយទៅអ្នកនរគ្នាខ្ញុំនិយាយរឿងនេះទីវិសាខ្ញុំនិយាយហ្នឹងគឺនិយាយពេលខ្ញុំដឹងរឿងភ្លាមយកមកនិយាយភ្លាមហើយលក្ខណៈរឿងជាប់មាត់តដាត់អីចឹងអ្នកនរគ្នាសុំទោសតែនហ្មងមានតែប៉ុណ្្នឹងទេហើយមួយទៀតចង់សុំទោសដោយសារតែម៉ែរបស់ខ្ញុំហ្នឹងណារឿងមានបញ្ហាប៉ុន្តែខ្ញុំអត់ទាន់សម្រេចចិត្តថាដូរម៉ៃថ្មីទេខ្ញុំនៅប្រើការជាមួយនឹងម៉ៃហ្នឹងសិនព្រោះម៉ៃហ្នឹងវានៅមួយខ្ញុំគឺ2-3ឆ្នាំហើយអញ្ចឹងខ្ញុំមិនទាន់ចង់ដូរថ្មីអីទេមានតែប៉ុណ្្នឹងទេបាទ